តើភពផែនដីមានលក្ខណៈពិសេសអ្វីខ្លះតើមានអ្វីខ្លះនៅលើភពផែនដីសួស្តីក្មេងៗទាំងអស់គ្នាស្វាគមន៍មកកាន់ Kid Podcast ដែលជាកម្មវិធីសម្រាប់កុមារដែលមានទាំងភាពសប្បាយនិងចំណេះដឹងថ្មីៗនៅក្នុងកម្មវិធីនេះយើងនឹងធ្វើដំណើរទៅស្វែងយល់អំពីពិភពលោកដ៏អស្ចារ្យជុំវិញខ្លួនយើងនៅក្នុងវគ្គថ្ងៃនេះយើងនឹងទៅស្វែងយល់អំពីភពផែនដីបើត្រជាស្ដាប់ឲ្យបានល្អហើយត្រៀមខ្លួនទៅផ្សងព្រេងជាមួយ Kid Podcast ទាំងអស់គ្នាអ្នកកំពុងតែរស់នៅលើភពផែនដីដែលជាភពមួយក្នុងចំណោមភពទាំង8ដែលវិលជុំវិញព្រះអាទិត្យអ្នកវិទ្យាសាស្ត្រគិតថាផែនដីគឺជាភពតែមួយគត់ដែលមានភាវរស់រស់នៅភាវរស់ផ្សេងអាចរស់នៅលើភពផែនដីបានដោយសារតែវាមានល្បាយនៃកម្ដៅខ្យល់និងទឹកត្រឹមត្រូវព្រះអាទិត្យរក្សាកម្ដៅឲ្យផែនដីភាវរស់ដូចជាមនុស្សសត្វនិងរុក្ខជាតិសុទ្ធតែត្រូវការខ្យល់ដើម្បីដកដង្ហើមជាងពាក់កណ្ដាលនៃផែនដីត្រូវបានគ្របដណ្ដប់ដោយទឹកភាវរស់ទាំងអស់ត្រូវការទឹកដើម្បីរស់នៅមានជីវិតចំណុចកណ្ដាលនៃភពនេះត្រូវបានគេហៅថាស្នូលហើយវាមានកម្ដៅក្តៅខ្លាំងណាស់នៅជុំវិញស្នូលគឺម៉ង់តូសិលាដែលនៅទីនេះមានកម្ដៅក្តៅខ្លាំងរហូតដល់ថ្នាក់វាមានសភាពទន់ម៉ង់តូត្រូវបានគ្របដណ្ដប់ដោយស្រទាប់សិលាស្ដើងមួយហៅថាសម្បកផែនដីសម្បកផែនដីត្រូវបានបង្កើតឡើងដោយបំណែកផ្សេងបំណែកនៃសម្បកដីស្ថិតនៅជាប់គ្នាជុំវិញផែនដីបំណែកនៃសម្បកផែនដីផ្លាស់ទីយឺតម្ដងបន្តិចតាមពេលវេលាកន្លែងដែលបំណែកនៃសម្បកផែនដីរអិលឆ្លងកាត់គ្នាទៅវិញទៅមកត្រូវបានគេហៅថាស្នាមប្រេះនៃផែនដីបំណែកនៃសម្បកផែនដីដែលផ្លាស់ទីបានយ៉ាងរលូនតាមស្នាមប្រេះនៃផែនដីប៉ុន្តែពេលខ្លះវាក៏អាចចាប់គៀងបានដែរបំណែកដែលចាប់គៀងនោះអាចចាប់ផ្ដើមរអិលចេញពីគ្នាភ្លាមមួយរំពេចដែលជាហេតុធ្វើឲ្យផ្ទៃដីខាងលើមានរំញោរនិងប្រេះនេះត្រូវបានគេហៅថាការរំជួយដីការរំជួយដីដ៏ខ្លាំងក្លាអាចបំផ្លាញអគារនិងធ្វើឲ្យផ្លូវថ្នល់ខូចខាតបានផងដែរសូម្បីតែនៅលើព្រះច័ន្ទក៏មានការរំជួយដីផងដែរទាំងនេះត្រូវបានគេហៅថាការរំជួយព្រះច័ន្ទនៅពេលដែលសម្បកផែនដីធ្វើការផ្លាស់ទីវារុញដីបន្តិចម្ដងបង្កើតបានជាភ្នំថ្មខ្ពស់ភ្នំខ្លះដូចជាភ្នំហិមាល័យមានការកើនឡើងនៃកម្ពស់ជារៀងរាល់ឆ្នាំជារឿយនៅកំពូលភ្នំតែងតែមានព្រិលទឹកកកព្រោះខ្យល់នៅទីនោះមានសភាពត្រជាក់ខ្លាំងដូច្នេះហើយសត្វពពែភ្នំត្រូវការរោមក្រាស់ដើម្បីរក្សាកម្ដៅខ្លួនរបស់ពួកវានៅក្នុងសម្បកផែនដីមានស្នាមប្រេះសិលាដ៏ក្តៅខ្លាំងត្រូវបានរលាយហើយត្រូវបានរុញច្រានចូលទៅក្នុងស្នាមប្រេះទាំងនោះមកកាន់ផ្ទៃផែនដីក្នុងបន្ទុះភ្នំភ្លើងមួយសិលាក្តៅដែលហៀរចេញមកក្រៅនោះត្រូវបានគេហៅថាកំអែភ្នំភ្លើងមនុស្សមួយចំនួននៅកោះហាវ៉ៃគិតថាមានព្រះជាម្ចាស់រស់នៅក្នុងភ្នំភ្លើងនោះភ្នំភ្លើងផ្ទុះឡើងដោយរបៀបផ្សេងគ្នាការផ្ទុះយ៉ាងខ្លាំងនេះបានបញ្ចេញផេះនិងឧស្ម័នឡើងទៅលើអាកាសជួនកាលភ្នំភ្លើងបញ្ចេញដុំកំអែភ្នំភ្លើងដែលក្តៅហើយស្អិតភ្នំភ្លើងខ្លះបាញ់កំអែពីស្នាមប្រេះតាមដីរហូតរបស់ភ្នំភ្លើងនោះ
ដីទាំងអស់នៅលើផែនដីគឺសុទ្ធសឹងតែកកើតឡើងពីសិលាសំខាន់មាន3ប្រភេទសិលាប្រែរូបត្រូវបានដុតយ៉ាងជ្រៅនៅក្នុងសម្បកផែនដីដែលមានកម្ដៅក្តៅខ្លាំងសិលាភ្នំភ្លើងត្រូវបានកកើតឡើងនៅពេលដែលកម្អែភ្នំភ្លើងចុះត្រជាក់ហើយប្រែទៅជារឹងគ្រឿងអលង្ការដូចជាពេជ្រត្បូងទទឹមនិងត្បូងមរកតត្រូវបានរកឃើញនៅក្នុងសិលាផ្សេងសិលាសេឌីម៉ង់ទែរត្រូវបានបង្កើតឡើងពីស្រទាប់ភក់ឬខ្សាច់ដែលសង្កត់ចូលគ្នាស្រទាប់ផ្សេងនៃសិលាប្រភេទនេះធ្វើឲ្យវាមើលទៅមានរាងឆ្នូតនៅពេលដែលមានភ្លៀងធ្លាក់ឬព្រើនៅលើភ្នំថ្មផ្សេងមិនអាចទប់ទឹកទាំងអស់បាននោះទេទឹកហូរចុះពីទីខ្ពស់តាមរយៈអូរតូចមួយអូរជាច្រើនរួមបញ្ចូលគ្នាបង្កើតបានជាទន្លេធំមួយទន្លេហូររហូតទៅចូលដល់សមុទ្រទឹកទន្លេដែលហូរលឿននាំយកថ្មនិងក្រួសជាច្រើនក្នុងបាតទន្លេទៅជាមួយនៅពេលដែលល្បឿនទឹកទន្លេថយចុះថ្មដែលធ្ងន់ក៏ធ្លាក់ចុះទៅក្រោមប៉ុន្តែក្រួសតូចនៅតែបន្តហូរតាមទឹកនៅពេលដែលទឹកទន្លេចូលជិតដល់ទឹកសមុទ្រល្បឿនរបស់វាក៏ថយចុះយ៉ាងខ្លាំងដែលជាហេតុធ្វើឲ្យថ្មនិងក្រួសផ្សេងធ្លាក់ចុះស្ទើរតែទាំងអស់ទន្លេនីលនៅទ្វីបអាហ្វ្រិកគឺជាទន្លេដែលវែងជាងគេបំផុតនៅលើពិភពលោកវាធំខ្លាំងណាស់ដល់ថ្នាក់យើងអាចមើលឃើញវាពីលំហការសឹករិចរិលទន្លេផ្លាស់ប្ដូរទ្រង់ទ្រាយដីនៅពេលដែលវាហូរកាត់ទន្លេមួយហូរកាត់ដីហើយនាំយកថ្មនិងដីពីកន្លែងនោះដុំថ្មទាំងនោះប៉ះទង្គិចតាមបាតទន្លេដោយធ្វើឲ្យមានចង្អូរក្នុងដីជាច្រើនឆ្នាំក្រោយមកទន្លេបានឆ្លាក់ចេញជាចង្អូរធំមួយចូលទៅក្នុងដីខាងក្រោមរូងក្រោមដីមិនមែនទន្លេទាំងអស់សុទ្ធតែហូរពីលើដីនោះទេទន្លេខ្លះហូរពីខាងក្រោមដីមកវិញទន្លេដែលហូរនៅក្រោមដីអាចធ្វើឲ្យថ្មសឹករិចរិលនិងក្លាយជារូងភ្នំបានដល់ពេលត្រូវលាគ្នាសម្រាប់ថ្ងៃនេះហើយក្មេងៗសង្ឃឹមថាក្មេងៗទាំងអស់គ្នាបានរៀនអ្វីថ្មីនិងមានភាពសប្បាយរីករាយជាមួយ Kid Podcast កុំភ្លេចតាមដានស្ដាប់វគ្គបន្តទៀតណាព្រោះយើងនឹងនាំក្មេងៗទៅស្វែងយល់អំពីរឿងថ្មីនិងពិភពលោកដ៏អស្ចារ្យជាច្រើនទៀតជួបគ្នាវគ្គក្រោយលាហើយក្មេងៗ